សួស្តីខ្ញុំរដ្ឋាជានិស្សិត BBRI ផ្នែក Electronics ឆ្នាំទី5ហើយខ្ញុំនឹងការពារសារណាឆាប់នេះខ្ញុំចង់បង្ហាញពីសារណារបស់ខ្ញុំជាគម្រោងដែលខ្ញុំទៅធ្វើឲ្យមិញហ្នឹងជាការបង្ហាញព័ត៌មាននៅលើ matrix kit ដែលក្នុងខ្ញុំប្រើ LED ជា matrix 5x5x5 subsequent នេះខ្ញុំប្រើ microcontroller ជាប្រភេទ microcontroller ដែលមានជើង14ពីព្រោះយើងអត់ត្រូវការជើងច្រើនទេយើងបញ្ជាទៅក្នុងdriver តាមរយៈ serial communication អញ្ចឹងយើងកាត់បន្ថយការប្រើជើង output IO port របស់ microcontroller បានច្រើនហើយខ្ញុំប្រើ driver នេះជាប្រភេទ16 bit lead sync ដែលវាអាច decode ព័ត៌មាន serial រហូតបញ្ជូនទៅ matrix kit នេះជាលក្ខណៈព័ត៌មាន dot matrix ហើយខ្ញុំក៏បានធ្វើប្រព័ន្ធ rectify ប្រព័ន្ធ regulator ដែលមានតួនាទីសំខាន់សម្រាប់ធ្វើឲ្យមានស្ថិរភាពផ្នែកតង់ស្យុងនិងចរន្តនៅក្នុង circuit ទាំងមូលហើយនេះជា circuit board ដែលខ្ញុំទៅបញ្ជាក់ហើយឈ្មោះខ្ញុំគេ symbol ហើយមិញដូច driver វាមានច្រើនប្រភេទខ្ញុំទិញពីអាមេរិកមកវាអត់បានប្រភេទ DIP អញ្ចឹងហើយវាមានតែអាទូចនឹងវាយើងប្រើវានៅលើជាវាប្រភេទ on board អញ្ចឹងវាអាចរត់បានច្រើនទូចទេហើយខ្ញុំប្រើ kit ខ្ញុំជាប្រភេទ programmer ខ្ញុំទិញមកពីថៃខ្ញុំប្រើសម្រាប់ burn វាហ្នឹងfirmware មួយហើយនឹងនេះ microcontroller ខ្ញុំទិញមកពីអាមេរិកជាមួយនឹង driver ខាងក្រោមហើយនឹងប្រើ software ក្នុងនេះដើម្បីជំនួយក្នុងការធ្វើការងាររបស់ខ្ញុំខ្ញុំនឹងបង្ហាញពីដំណើរការរបស់គម្រោងរបស់ខ្ញុំដោយសារ driver ខ្ញុំទិញអត់បានខ្ញុំទិញបានតែអាទូចអញ្ចឹងហើយ animation របស់ខ្ញុំហ្នឹងមិនមានលក្ខណៈ A matrix ជាខ្លាំងទេពីព្រោះខ្ញុំអត់អាចប្រើរូបភាពណាដែលអាចដែលប្រើប្រាស់អំពូលក្នុងនេះច្រើនពីព្រោះកណាអំពូលនេះកាន់តែច្រើនភ្លឺស្របគ្នាបញ្ហាចរន្តវានឹងកើនហើយ driver យើងនេះរត់បានអំពែទូចចរន្តឆ្លងកាត់វាបានទូចទេអញ្ចឹងបើនេះច្រើនវាធ្វើឲ្យប៉ះពាល់ខូចសក្តិយើងទាំងមូលអញ្ចឹងanimation ខ្ញុំវាអត់សូវនេះទេរូបភាពតិចតួចវាបង្ហាញអក្សរហើយជាឈ្មោះសាលាគេ student ហើយនេះ animation វាសាមញ្ញទេសម្រាប់ animation ចឹងយើងអាចឲ្យវា delay បានយូរពីព្រោះវាអត់មានប៉ះពាល់អីទេបើអា animation ដែលយើងប្រើប្រាស់អំពូលភ្លឺច្រើនតាណាគ្នាហ្នឹងយើងអាចឲ្យវាភ្លឺយូរបានទេបើវាអាចខូចសេគ្វីពីព្រោះពេលឲ្យវាភ្លឺអំពូលច្រើនភ្លឺស្របគ្នាវាធ្វើឲ្យអំពែកាន់តែឡើងខ្លាំងហើយខ្ញុំសូមបញ្ជាក់ដែរសម្រាប់ circuit ទាំងមូលនេះអ្វីដែលសំខាន់គឺ regulator នេះពីព្រោះវាធ្វើឲ្យភាពភ្លឺនៅក្នុងអំពូលនេះភាពភ្លឺនៅក្នុងគីបនេះថេរពីព្រោះពេលណាមាន animation ប្រែប្រួលរូបភាពប្រែប្រួល
ចំនួនពូភ្លឺនៅក្នុងគីបហ្នឹងក៏វាប្រែប្រួលដែរអញ្ចឹងពេលណាពូភ្លឺច្រើនវាមានvoltage drop ដោយតង់ឆុងនេះខ្លាំងអញ្ចឹងបើយើងអត់មាន driver នេះទេវាធ្វើឲ្យ voltage drop អញ្ចឹងពេល animation មួយរូបភាពភ្លឺខ្សោយអញ្ចឹងយើងត្រូវតែមានអានេះដាច់ខាតសំខាន់ជាងគេហើយសំខាន់មួយទៀតហ្នឹងគឺ driver នេះឯង driver ជាអ្នក maintain វាផ្ដល់តង់ឆុងស្មើគ្នាផ្ដល់ចរន្តស្មើគ្នាទៅឲ្យអំពូលមួយនេះយើងប្រើresistance មួយខាងនេះដើម្បីកំណត់ចរន្តប៉ុនcube ប៉ុន lit នៅក្នុង cube នេះគឺថាបើយើងកំណត់ឲ្យ lit នៅក្នុង cube នឹង27 មីលីអាំពែអញ្ចឹងវាបញ្ជូនអនុញ្ញាតឲ្យចរន្តតែ27មីលីអាំពែគ្រប់ lit ទាំងអស់អញ្ចឹងធ្វើឲ្យយើងមើលគ្រាប់មួយនៃ lit នៃ cube វិញយើងហ្នឹងវាភ្លឺដូចគ្នាស្របគ្នាហើយយ៉ាងណាមិញហ្នឹងមុននឹងដំឡើងអា cube នេះគឺយើងត្រូវគិតរឿងប្រភេទនេះយើងត្រូវវាស់វាមុនដំបូងមុនដំឡើងត្រូវវាស់វាតើវាមានភាពភ្លឺស្មើគ្នាអត់resistance ក្នុងប៉ុនលីតនឹងស្មើគ្នាអត់អញ្ចឹងយើងត្រូវវាស់វាអត់អាចយកវាភ្លឺខ្លាំងខ្សោយបានទេអញ្ចឹងដល់ពេលនេះបញ្ជូនទៅស្មើគ្នាវាធ្វើឲ្យអំពូលភ្លឺស្មើគ្នាដោយឡែក regulator នេះអំពូលនៅភ្លឺស្មើគ្នាទេប៉ុន្តែបើមាន animation បដូរអំពូលទាំងអស់នោះនឹងខ្សោយប្រយ័ត្នដូចពេលរូបនេះអញ្ចឹងវាភ្លឺច្រើនអញ្ចឹងបើសិនពេលភ្លឺច្រើនហ្នឹងអត់មានអានេះទេវាធ្វើឲ្យពលឺថយចុះពីព្រោះ voltage drop វាមានវាកើតអញ្ចឹងហើយមកខ្ញុំ design animation ហ្នឹងអត់ទៅធំទេពីព្រោះខ្ញុំរកទិញអា driver នេះអត់បានជាប្រភេទ DIP វាមានរូបភាពមានភ្លឺតិចអូខេអញ្ចឹងទៅលោក